ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាមកកាន់រឿងពិតនៃបុគ្គលឆ្នើមរបស់ប្រវត្តិសាស្ត្រប្រទេសចិនវិញម្ដងណាបងប្អូនថាតើបុគ្គលឆ្នើមណាដែរបងប្អូនដូច្នេះសូមតាមដានជាមួយខ្ញុំបានទាំងអស់គ្នាណាបងប្អូនមានអិសរាជជននយោបាយតិចតួចណាស់នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបបានផ្លាស់ប្ដូរប្រទេសរបស់ពួកគេយ៉ាងខ្លាំងដោយលោកម៉ៅសេតុងនោះលោកម៉ៅសេតុងគាត់កើតនៅឆ្នាំ1893នៅពេលដែលប្រទេសចិនកំពុងគ្រប់គ្រងដោយរាជវង្សឈីងនៅពេលនោះប្រទេសចិនកំពុងប្រឈមនឹងបញ្ហានយោបាយសេដ្ឋកិច្ចនិងយោធាដ៏ធ្ងន់ធ្ងរប៉ុន្តែទោះជាយ៉ាងណាជាងកន្លះសតវត្សរ៍ក្រោយមកលោកម៉ៅសេតុងបានឈរនៅទីក្រុងប៉េកាំងហើយប្រកាសពីការបង្កើតរដ្ឋចិនថ្មីទាំងស្រុងមួយគឺនៅថ្ងៃទី1ខែតុលាឆ្នាំ1949ទីច្រកទ្វារធានអានមិនក្នុងទីក្រុងប៉េកាំងលោកម៉ៅសេតុងបានប្រកាសពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែរឿងរ៉ាវរបស់លោកម៉ៅសេតុងមិនបានចាប់ផ្ដើមនៅឆ្នាំ1949ទេមុនពេលលោកក្លាយជាមេដឹកនាំចិនមានបដិវត្តន៍មួយមានការបដូររំលំអំណាចចក្រភពមួយមានការបង្កើតសាធារណរដ្ឋចិនមួយមានការបែកបាក់នយោបាយមួយមានការដឹកនាំដោយមេទ័ពមួយមានការកកើតឡើងនៃបកកុម្មុយនីសចិនមួយមានសង្គ្រាមស៊ីវិលមួយនិងមានសង្គ្រាមដ៏សាហាវប្រឆាំងនឹងជប៉ុនផងដែរណាបងប្អូនហើយបន្ទាប់ពីលោកម៉ៅសេតុងឡើងកាន់អំណាចប្រទេសចិនបានជួបប្រទះនឹងយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួនយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយគឺចលនាមហាលុតផ្លោះមហាអស្ចារ្យដែលបានព្យាយាមផ្លាស់ប្ដូរប្រទេសចិនទៅជាមហាអំណាចឧស្សាហកម្មក្នុងល្បឿនមិនធម្មតាតែផ្ទុយទៅវិញវាបានធ្វើឲ្យមានទុរភិក្សដ៏មហន្តរាយដែលមនុស្សរាប់សិបលាននាក់បានស្លាប់បន្ទាប់មកមានយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយទៀតគឺបដិវត្តន៍វប្បធម៌ដែលជាបដិវត្តន៍នយោបាយនិងសង្គមអស់រយៈពេលពេញមួយទសវត្សរ៍ដែលផ្ដោតលើការកោះកង្កាយលើមន្ត្រីអ្នកបញ្ញវន្តគ្រូបង្រៀនវប្បធម៌ប្រពៃណីនិងប្រជាពលរដ្ឋដែលដើរផ្សេងពីគោលនយោបាយដែលមនុស្សរាប់លាននាក់ត្រូវបានធ្វើទុកបុកម្នេញនិងសម្លាប់ផងដែរដូច្នេះតើលោកម៉ៅសេតុងជានរណាតើគាត់ជាស្ថាបនិកនៃប្រទេសចិនកុម្មុយនីសសម័យទំនើបមែនទេជាអ្នកមានចក្ខុវិស័យបដិវត្តន៍មែនទេជាមេដឹកនាំផ្ដាច់ការមែនទេឬជាមេដឹកនាំដែលមានមហិច្ឆតានិងគោលនយោបាយដែលបានបង្កើតឲ្យមានទាំងការផ្លាស់ប្ដូរដ៏ធំសម្បើមនិងទុកវេទនាដ៏ធំសម្បើមរបស់ប្រជាជនផងដែរនេះជារឿងរ៉ាវរបស់លោកម៉ៅសេតុងឥឡូវបងប្អូនយើងចូលដល់ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងជីវិតដំបូងរបស់លោកម៉ៅសេតុងនិងការដួលរលំនៃចក្រភពចិនលោកម៉ៅសេតុងកើតនៅថ្ងៃទី26ខែធ្នូឆ្នាំ1893នៅសាវសានក្នុងខេត្តអ៊ូណានគាត់កើតក្នុងគ្រួសារកសិករមួយប្រទេសចិនកាលពីកម្មាភិបរបស់លោកគឺខុសគ្នាខ្លាំងណាស់ពីប្រទេសចិនដែលគាត់គ្រប់គ្រងប្រទេសចិនបានគ្រប់គ្រងដោយរាជវង្សឈីងដែលជារាជវង្សអធិរាជចុងក្រោយរបស់ប្រទេសចិនរដ្ឋាភិបាលឈីងបានចុះខ្សោយដោយបញ្ហាផ្ទៃក្នុងសម្ពាធយោធាបរទេសសិទ្ធិសញ្ញាវិសមភាពការបះបោរនិងលំបាកផ្នែកសេដ្ឋកិច្ចអ្នកបញ្ញវន្តចិនជាច្រើនជឿថាប្រព័ន្ធអធិរាជចាស់ត្រូវការកែតម្រង់ជាមូលដ្ឋានបន្ទាប់មកនៅឆ្នាំ1911បដិវត្តន៍បានផ្ទុះឡើងបដិវត្តន៍ស៊ីនហៃបានផ្ដួលរំលំរាជវង្សឈីងនិងបានបញ្ចប់ការគ្រប់គ្រងរបស់អធិរាជដែលមានជាង2000ឆ្នាំកន្លងមកហើយប្រទេសចិនបានក្លាយជាសាធារណរដ្ឋមេដឹកនាំបដិវត្តន៍លោកស៊ុនយ៉ាតសេនបានក្លាយជាប្រធានាធិបតីបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនថ្មីឬ ROC Republic of China ប៉ុន្តែសាធារណរដ្ឋថ្មីមិនស្ថិតថេរទេមិនយូរប៉ុន្មានលោកស៊ុនយ៉ាតសេនបានប្រគល់តំណែងប្រធានាធិបតីទៅឲ្យលោកយិនស៊ីកៃដែលជាអិសរាជជនយោធានិងនយោបាយដ៏មានឥទ្ធិពលទីបំផុតលោកយិនស៊ីកៃបានព្យាយាមធ្វើខ្លួនជាអធិរាជប៉ុន្តែការប៉ុនប៉ងនេះបានបរាជ័យបន្ទាប់ពីមរណភាពរបស់យិនស៊ីកៃក្នុងឆ្នាំ1916ប្រទេសចិននៅតែបន្តមានប្រធានាធិបតីនិងរដ្ឋាភិបាលសាធារណរដ្ឋចិនប៉ុន្តែអំណាចរដ្ឋាភិបាលកណ្ដាលការគ្រប់គ្រងមានកម្រិតដែលធ្វើឲ្យមេដឹកនាំយោធាក្នុងតំបន់ផ្សេងៗដែលមានអំណាចគ្រប់គ្រងផ្នែកផ្សេងៗនៃប្រទេសរយៈពេលនេះមានប្រហែលពីឆ្នាំ1916ដល់ឆ្នាំ1928ដែលត្រូវបានគេស្គាល់ថាជាសម័យមេទ័ពសម្រាប់បញ្ញវន្តវ័យក្មេងចិនដូចជាលោកម៉ៅសេតុងរយៈពេលនេះបានបង្កើតសំណួរជាមូលដ្ឋានមួយតើប្រទេសចិនអាចក្លាយជារឹងមាំទំនើបរួបរួមនិងឯករាជ្យដែររបៀបណាលោកម៉ៅបានរកឃើញចម្លើយរបស់គាត់នៅទីបំផុតក្នុងសង្គមនិយមបដិវត្តន៍ដែលត្រូវតែមានការផ្លាស់ប្ដូរដ៏ធំមួយបងប្អូនយើងចូលដល់ចំណុចមួយទៀតក្នុងអំឡុងដើមសតវត្សទី20គំនិតម៉ាកនិយមកំពុងរីករាលដាលពាសពេញពិភពលោកកាល់ម៉ាร์កបានអះអាងថាប្រវត្តិសាស្ត្រត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងដោយការតស៊ូប៉ុណ្ណាហើយថាមូលធននិយមនឹងត្រូវបានជំនួសដោយសង្គមនិយមនិងទីបំផុតគឺកុម្មុយនីសប៉ុន្តែលោកម៉ៅមិនគ្រាន់តែបានចម្លងលោកម៉ាក់ទេលោកម៉ៅបានសម្របខ្លួនទៅនឹងលទ្ធិម៉ាក់តែធ្វើឲ្យស្របទៅនឹងលក្ខខណ្ឌរបស់ប្រទេសចិនលោកម៉ាក់បានផ្ដោតយ៉ាងខ្លាំងទៅលើសង្គមឧស្សាហកម្មនិងវណ្ណៈកម្មករឧស្សាហកម្មតែប្រទេសចិនវិញភាគច្រើនជាកសិករជនបទដូច្នេះលោកម៉ៅជឿជាក់កាន់តែខ្លាំងឡើងថាកសិករក៏អាចក្លាយជាកម្លាំងបដិវត្តន៍ដ៏សំខាន់មួយដែរបន្ទាប់មកមានព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតកើតឡើងគឺនៅឆ្នាំ1921គណៈបកកុម្មុយនីសចិនឬ CCP ត្រូវបានបង្កើតឡើងលោកម៉ៅគឺជាសមាជិកដំបូងម្នាក់របស់បកប៉ុន្តែលោកមិនបានបង្កើត CCP តែម្នាក់ឯងទេអិសរាជជនសំខាន់ដំបូងរួមមានលោកឈិនឌូស៊ីនិងលោកលីដាហ្សង
លោក Chan Duzi បានក្លាយជាមេដឹកនាំដ៏សំខាន់ដំបូងរបស់ CCP និងជាអគ្គលេខាធិការដំបូងរបស់បកនៅក្នុងដំណាក់កាលនេះលោកម៉ៅគ្រាន់តែជាអ្នកបដិវត្តកុម្មុយនីសម្នាក់ក្នុងចំណោមអ្នកបដិវត្តកុម្មុយនីជាច្រើនអ្នកផ្សេងទៀតតែប៉ុណ្ណោះដំបូងបង្អស់គណៈបកនយោបាយជាតិនិយមដ៏សំខាន់របស់ប្រទេសចិនគឺគូមីងតាំងឬ KMT ដែលបានបង្កើតឡើងដោយលោកស៊ុនយ៉ាតសេនក្នុងឆ្នាំ1912ហើយក្រោយមកដឹកនាំដោយឈៀងកៃសៀកនៅទីបំផុតវាបានក្លាយជាគូប្រជែងនយោបាយដ៏សំខាន់របស់គណៈបកកុម្មុយនីចិនរបស់លោកម៉ៅសេតុងអស់មួយរយៈពួកកុម្មុយនីនិងជាតិនិយមបានសហការគ្នាប៉ុន្តែនៅឆ្នាំ1927សម្ព័ន្ធភាពរវាងគណៈបកជាតិនិយម KMT គូមីងតាំងនិងគណៈបកកុម្មុយនីបានបែកបាក់គ្នាភាគីទាំងពីរបានងាកមកប្រឆាំងគ្នាទៅវិញទៅមកហើយប្រទេសចិនបានចូលទៅក្នុងចំនួនដ៏យូរអង្វែងនិងហិង្សារវាងពួកជាតិនិយមនិងពួកកុម្មុយនីសង្គ្រាមស៊ីវិលចិនបានក្លាយជាសមរភូមិដែលធ្វើឲ្យលោកម៉ៅសេតុងបានកសាងផ្លូវរបស់គាត់ឆ្ពោះទៅរកអំណាចបងប្អូនលោកម៉ៅសេតុងបានបង្កើតវិធីសាស្ត្រមួយដែលខុសពីការរំពឹងទុកនៃរបបកុម្មុយនីសដែលបង្កើតឡើងដោយលោកកាល់ម៉ាដែលថាវណ្ណៈកម្មករឧស្សាហកម្មគួរតែដឹកនាំបដិវត្តកុម្មុយនីសតែលោកម៉ៅសេតុងបានសម្លឹងឃើញប្រទេសចិនគឺខុសគ្នាពីអឺរ៉ុបប្រទេសចិនមានកសិកររាប់លាននាក់ចំណែកឯលោកខាងលិចមានរោងចក្រឧស្សាហកម្មលោកម៉ៅសេតុងបានសាងសង់មូលដ្ឋានបដិវត្តនៅជនបទហើយបានបង្កើតយុទ្ធសាស្ត្រមួយដែលផ្អែកលើការរៀបចំកសិករការប្រើប្រាស់សង្គ្រាមទ័ពព្រៃនិងការកសាងគាំទ្រផ្នែកនយោបាយដ៏រឹងមាំក្នុងចំណោមប្រជាជនជនបទក្នុងអំឡុងចុងសតវត្សឆ្នាំ1920និង1930កងកម្លាំងកុម្មុយនីសបានបង្កើតមូលដ្ឋាននៅជនបទរដ្ឋាភិបាលជាតិនិយមបានវាយប្រហារពួកគេម្ដងហើយម្ដងទៀតនៅឆ្នាំ1934កងកម្លាំងជាតិនិយមរបស់លោកជៀងកៃឈៀកបានឡោមព័ទ្ធមូលដ្ឋានកុម្មុយនីសដ៏សំខាន់នៅជាងស៊ីហើយបានកាត់ផ្តាច់ការផ្គត់ផ្គង់ភស្តុភាររបស់ខ្លួនបន្តិចម្ដងដោយប្រឈមមុខនឹងលទ្ធភាពនៃការបរាជ័យទាំងស្រុងពួកកុម្មុយនីសបានទំនុកការបិទផ្លូវរបស់ពួកជាតិនិយមហើយបានចាប់ផ្ដើមការដកថយដ៏ធំមួយដំណើរដ៏អស្ចារ្យនេះដែលមានរយៈពេលពីឆ្នាំ1934ដល់ឆ្នាំ1935ត្រូវបានគេស្គាល់ថាជាដំណើរដ៏វែងឆ្ងាយទោះបីជាវាបានចាប់ផ្ដើមជាការដកថយយោធាដ៏អស់សង្ឃឹមក៏ដោយវាបានក្លាយជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងការកើនឡើងនៃភាពជាអ្នកដឹកនាំរបស់លោកម៉ៅសេតុងនៅក្នុងសន្និសីទស៊ុនជីក្នុងខែមករាឆ្នាំ1935លោកម៉ៅបានទទួលឥទ្ធិពលកាន់តែខ្លាំងឡើងលើយុទ្ធសាស្ត្រយោធាហើយបានលេចចេញជាបណ្ដាជាមេដឹកនាំលេចធ្លោនៃចលនាកុម្មុយនីសក្រោយមកដំណើរវែងឆ្ងាយបានក្លាយជានិមិត្តរូបដែលមានទីពលបំផុតមួយនៃការតស៊ូបដិវត្តកុម្មុយនីសនៅក្នុងនោះមនុស្សប្រហែល 80000 ទៅ 86000 នាក់បានចាប់ផ្ដើមដំណើរវែងឆ្ងាយនៅឆ្នាំ1934បន្ទាប់ពីមួយឆ្នាំនៃការប្រយុទ្ធភាពអត់ឃ្លានជំងឺភាពអស់កម្លាំងនិងសន្តានដីដ៏លំបាកមានតែកងកម្លាំងសំខាន់ប្រមាណពាន់នាក់ប៉ុណ្ណោះដែលបានទៅដល់មូលដ្ឋានកុម្មុយនីសនៅភាគខាងជើងសានស៊ីក្នុងឆ្នាំ1935បន្ទាប់មកស្ថានភាពប្រទេសចិនបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅឆ្នាំ1935ជប៉ុនបានបើកការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសចិនចំនួននេះបានក្លាយជាសង្គ្រាមចិនជប៉ុនលើកទី2ដែលមានរយៈពេលរហូតដល់ឆ្នាំ1945ពួកកុម្មុយនីសនិងជាតិនិយមចិនបានបង្កើតរណសិរ្សរួបរวมជាបណ្ដោះអាសន្នប្រឆាំងនឹងប្រទេសជប៉ុនក្នុងអំឡុងពេលសង្គ្រាមពួកកុម្មុយនីសបានពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ជនបទជាច្រើនទោះជាយ៉ាងណាក៏ដោយនៅពេលដែលជប៉ុនចុះចាញ់ក្នុងឆ្នាំ1945កិច្ចសហប្រតិបត្តិការរវាងពួកកុម្មុយនីសនិងជាតិនិយមបានដួលរលំម្ដងទៀតសង្គ្រាមស៊ីវិលចិនបានបន្តទៀតចាប់ពីឆ្នាំ1946ដល់ឆ្នាំ1949កងកម្លាំងកុម្មុយនីសនិងជាតិនិយមបានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រទេសចិនកងកម្លាំងកុម្មុយនីសរបស់លោកម៉ៅទទួលបានជ័យជំនះបន្តិចម្ដងរដ្ឋាភិបាលជាតិនិយមរបស់លោកឈៀងកៃឈៀកនៅទីបំផុតបានដកថយទៅតៃវ៉ាន់ហើយរឿងនេះបានបង្កើតជាការបែងចែកប្រវត្តិសាស្ត្រនៅលើដីគោកបកកុម្មុយនីសបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនលើតៃវ៉ាន់រដ្ឋាភិបាលជាតិនិយមបានបន្តជាសាធារណរដ្ឋចិនបន្ទាប់មកបានមកដល់ពេលវេលាដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រចិននៅថ្ងៃទី1ខែតុលាឆ្នាំ1949លោកម៉ៅសេតុងបានឈរនៅច្រកទ្វារធានអានមិនក្នុងទីក្រុងប៉េកាំងហើយបានប្រកាសថាសាធារណរដ្ឋប្រជាមានិតចិនលោកម៉ៅបានទទួលជាជំនះនយោបាយដ៏អស្ចារ្យបំផុតរបស់លោកប៉ុន្តែការឈ្នះបដិវត្តនិងការគ្រប់គ្រងប្រទេសគឺជាបញ្ហាប្រឈមពីរដាច់ដោយឡែកពីគ្នាបន្ទាប់ពីឆ្នាំ1949លោកម៉ៅនិងគណៈបកកុម្មុយនីសបានចាប់ផ្ដើមផ្លាស់ប្ដូរប្រទេសចិនរដ្ឋាភិបាលថ្មីចង់បំផ្លាញប្រព័ន្ធកម្មសិទ្ធិដីធ្លីចាស់និងចែកចាយដីធ្លីឡើងវិញក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ1950កសិកររាប់លាននាក់បានទទួលដីធ្លីតាមរយៈការកំណែទម្រង់ដីធ្លីរដ្ឋាភិបាលក៏បានពង្រីកការអប់រំកម្មវិធីអក្ខរកម្មការថែទាំសុខភាពនិងការអភិវឌ្ឍឧស្សាហកម្មផងដែរនៅឆ្នាំ1953ប្រទេសចិនបានចាប់ផ្ដើមផែនការ5ឆ្នាំដំបូងរបស់ខ្លួនដែលទទួលឥទ្ធិពលយ៉ាងខ្លាំងពីគំរូសេដ្ឋកិច្ចសូវៀតរោងចក្រការផលិតដែកថែបធ្យូងថ្មគ្រឿងចក្រគិសនីនិងឧស្សាហកម្មផ្សេងៗទៀតបានពង្រីកក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលបានគ្រប់គ្រងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950ឧស្សាហកម្មនិងពាណិជ្ជកម្មឯកជនភាគច្រើនត្រូវបានផ្លាស់ប្ដូរទៅជាកម្មសិទ្ធិរបស់រដ្ឋ
ឬសមូហភាពប្រទេសចិនក្លាយជាសេដ្ឋកិច្ចនៃផែនការសង្គមនិយមប៉ុន្តែលោកម៉ៅចង់បានអ្វីមួយដែលមានមហិច្ឆតាជាងនេះគឺគាត់ចង់ឲ្យប្រទេសចិនផ្លាស់ប្ដូរខ្លួនឯងយ៉ាងឆាប់រហ័សហើយនេះបាននាំឲ្យមានមហន្តរាយដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបបងប្អូននៅឆ្នាំ1958លោកម៉ៅបានដាក់ចេញចលនាមហាលូតផ្លោះមហាអស្ចារ្យគោលដៅគឺមិនធម្មតាទេប្រទេសចិននឹងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីប្រទេសកសិកម្មក្រីក្រទៅជាប្រទេសឧស្សាហកម្មនិងសង្គមនិយមដ៏មានឥទ្ធិពលលោកម៉ៅជឿថាប្រទេសចិនអាចសម្រេចបាននៅរឿងនេះតាមរយៈកំណែនចល័តមហាជនសហគមន៍ជនបទត្រូវបានបង្រៀបចំឡើងវិញទៅជាសហករណ៍ដ៏ធំសម្បើមផលិតកម្មកសិកម្មបានក្លាយជាសមូហភាពកាន់តែខ្លាំងណាស់ក្នុងពេលជាមួយគ្នានេះកម្មករជនបទត្រូវបានចល័តសម្រាប់គម្រោងឧស្សាហកម្មរួមទាំងការផលិតដែកថែបខ្នាតតូចលោកម៉ៅជឿថាចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនអាចក្លាយជាអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជំនួសឲ្យការរងចាំរាប់ទសវត្សរ៍ដើម្បីធ្វើឧស្សាហូបនីយកម្មប្រទេសចិននឹងព្យាយាមលូតផ្លោះទៅមុខប៉ុន្តែប្រព័ន្ធនេះបានបង្កើតបញ្ហាធ្ងន់ធ្ងរមន្ត្រីមូលដ្ឋានបានប្រឈមនឹងសម្ពាធនយោបាយដ៏ធំសម្បើមដើម្បីបង្ហាញពីភាពជោគជ័យគោលដៅផលិតកម្មបានក្លាយជាមិនប្រកបនិយមមន្ត្រីមួយចំនួនបានបំភ្លឺតួលេខប្រមូលផលពីព្រោះការរាយការណ៍ពីការបរាជ័យអាចមានផលវិបាកនយោបាយធ្ងន់ធ្ងរហើយរឿងនេះបានបង្កើតប្រតិកម្មខ្សែសង្វាក់ដ៏គ្រោះថ្នាក់មួយឧបមាថាភូមិមួយបានផលិតស្រូវចំនួន100តោនប៉ុន្តែមន្ត្រីបានរាយការណ៍ថា150តោនបន្ទាប់មករដ្ឋាភិបាលកណនាការផ្គត់ផ្គង់ស្រូវដោយផ្អែកលើតួលេខបំភ្លឺនេះនាំយើងទៅរកពាក្យសំខាន់មួយគឺការផ្គត់ផ្គង់ស្រូវការផ្គត់ផ្គង់ស្រូវមានន័យថារដ្ឋាភិបាលប្រមូលឬទិញស្រូវពីកសិករសម្រាប់ចែកចាយទៅកាន់ទីក្រុងយោធាទុនបម្រុងរបស់រដ្ឋនិងគោលបំណងផ្សេងទៀតនេះអាចជួយផ្គត់ផ្គង់ដល់ទីក្រុងនានារបស់ប្រទេសចិននិងរក្សាទុនបម្រុងស្បៀងអាហារប៉ុន្តែប្រសិនបើមន្ត្រីបានបំភ្លឺការផលិតរដ្ឋាភិបាលតម្រូវការយកស្រូវច្រើនស្ទើរតែហួសពីការពិតស្ថានភាពជាក់ស្ដែងអាចដូចជាផលិតបានតែ100តោនប៉ុន្តែរដ្ឋាភិបាលជឿថាផលិតបាន150តោនអញ្ចឹងតម្រូវការរបស់រដ្ឋាភិបាលក៏ច្រើនទៅតាមនឹងដែលធ្វើឲ្យស្រូវនៅសល់តិចតួចក្នុងសហគមន៍បន្ថែមពីនេះគោលនយោបាយកសិកម្មរបស់រដ្ឋបានរំខានដល់ការធ្វើកសិកម្មធម្មតាដូចជាកម្លាំងពលកម្មមួយចំនួនត្រូវបានបង្វែរចេញពីវិស័យកសិកម្មមន្ត្រីមូលដ្ឋានមានការលើកទឹកចិត្តក្នុងការរាយការណ៍ពីភាពជោគជ័យជាងការបរាជ័យហើយនៅក្នុងតំបន់ខ្លះអាកាសធាតុមិនល្អបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅលទ្ធផលគឺមហន្តរាយចន្លោះប្រហែលឆ្នាំ1959និងដល់ឆ្នាំ1961ប្រទេសចិនបានជួបប្រទះនឹងគ្រោះទុរភិក្សដ៏ធំមួយចំនួនអ្នកស្លាប់ពិតប្រាកដនៅតែជាការជជែកវែងញែកប៉ុន្តែអ្នកប្រវត្តិសាស្ត្រជាទូទៅបានប្រមាណថាមានមនុស្សស្លាប់លើសរាប់សិបលាននាក់នេះមិនមែនជាគ្រោះមហន្តរាយធម្មជាតិនោះទេតែគ្រោះមហន្តរាយនេះបានបណ្ដាលមកពីគោលនយោបាយរួមមានសមូហភាពតម្រូវការស្រូវលើសលុបពីរដ្ឋាភិបាលដោយផ្អែកលើតួលេខបំផោងពីមន្ត្រីមូលដ្ឋានគោលដៅផលិតកម្មមិនប្រកបនិយមការរាយការណ៍បំផោងតួលេខនិងការរំខានដល់ដំណើរការផលិតកម្មកសិកម្មបន្ទាប់ពីគ្រោះមហន្តរាយទុរភិក្សកាន់តែស្ដែងច្បាស់ឡើងថ្នាក់ដឹកនាំចិនបានចាប់ផ្ដើមបញ្ច្រាស់គោលនយោបាយចលនាមហាលូតផ្លោះមហាអស្ចារ្យជាច្រើនមកវិញដូចជានៅឆ្នាំ1961ដល់ឆ្នាំ1962គោលនយោបាយសេដ្ឋកិច្ចពិតជាក់ស្ដែងត្រូវបានដាក់បញ្ចូលមេដឹកនាំដូចជាលោកលាវសៅឈីលោកតេងសៀភីងលោកចេនយុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញកសិករទទួលបានភាពបត់បែនផលិតកម្មកសិកម្មត្រូវបានផ្ដល់អាទិភាពខ្ពស់បរិមាណនៃការផ្គត់ផ្គង់ស្រូវដែលតម្រូវការដោយរដ្ឋត្រូវបានកាត់បន្ថយគោលនយោបាយជ្រុលមួយចំនួននៃចលនាមហាលូតផ្លោះមហាអស្ចារ្យត្រូវបានកាត់បន្ថយលោកម៉ៅក៏បានទទួលស្គាល់ផងដែរថាកំហុសធ្ងន់ធ្ងរបានកើតឡើងហើយបានទទួលយកការទទួលខុសត្រូវមួយចំនួនប៉ុន្តែនេះជាកន្លែងដែលរឿងរ៉ាវកាន់តែស្មុគស្មាញលោកម៉ៅមិនបានបដិសេធទាំងស្រុងនៅគោលការបដិវត្តនៅពីក្រោយចលនាមហាលូតផ្លោះមហាអស្ចារ្យនោះទេលោកនៅតែបន្តជឿលើសង្គមនិយមសមូហភាពនិងការចល័តបដិវត្តមហាជនផ្ទុយទៅវិញលោកម៉ៅកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីទិសដៅនៃការងើបឡើងវិញនៃសេដ្ឋកិច្ចគាត់ជឿថាគោលនយោបាយជាក់ស្ដែងមួយចំនួនដែលកំពុងត្រូវបានធ្វើកំពុងបង្កើតឲ្យមានទំនោរមូលធននិយមនៅក្នុងបកគមនីដែលនេះនាំឲ្យមានយុទ្ធនាការនយោបាយដ៏ធំមួយទៀតគឺបដិវត្តវប្បធម៌ Cultural Revolution បងប្អូននៅឆ្នាំ1966លោកម៉ៅបានចាប់ផ្ដើមបង្កើតបដិវត្តវប្បធម៌សំណួរសួរថាហេតុអ្វីបានលោកម៉ៅគឺជាអក្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិនរួចទៅហើយហេតុអ្វីបានជាគាត់មិនគ្រាន់តែអង្គុយជាមួយលោកលាវសៅឈីលោកតេងសៀភីងហើយពិភាក្សាអំពីការខ្វែងគំនិតគ្នារបស់ពួកគេដោយសន្តិវិធីទៅពីព្រោះលោកម៉ៅកាន់តែជឿជាក់កាន់តែខ្លាំងឡើងថាបញ្ហានេះមិនមែនគ្រាន់តែជាការមិនចុះសម្រុងគ្នារវាងមន្ត្រីម្នាក់នោះទេគាត់ជឿថាបកគមនីខ្លួនឯងទាំងមូលកំពុងអភិវឌ្ឍក្នុងទិសដៅខុសលោកម៉ៅខ្លាចថាមន្ត្រីកំពុងខ្លាចជាការិយាធិបតេយ្យខ្លាំងពេកអភិរក្សពេកនិងចាប់អារម្មណ៍ខ្លាំងពេកចំពោះគោលនយោបាយសេដ្ឋកិច្ចដែលអាចស្ដារមូលធននិយមឡើងវិញនៅទីបំផុតលោកក៏ជឿជាក់ផងដែរថាភាពរីករាយសាទរនិងបដិវត្តកន្លងមកកំពុងបាត់ទៅវិញដូច្នេះលោកម៉ៅចង់បានបដិវត្តមួយផ្សេងទៀតប៉ុន្តែលើកនេះគោលដៅមិនមែនជាការថយក្រោយនៃផ្នែកសេដ្ឋកិច្ចជាចម្បងនោះទេគោលដៅគឺនយោបាយមនោគមវិជ្ជាវប្បធម៌និងបកខ្លួនឯងដូច្នេះលោកម៉ៅបានលើកទឹកចិត្តឲ្យយុវជនឲ្យប្រកួតប្រជែងជាមួយអាជ្ញាធរ
និស្សិតរាប់លាននាក់បានចូលរួមក្នុងអង្គការដែលគេស្គាល់ថាជាឆ្មាំក្រហមលោកម៉ៅជឿជាក់ថាប្រពៃណីនិងកំណត់ចាស់ៗរបស់ប្រទេសចិនកំពុងរារាំងប្រទេសនេះពីការក្លាយជាសង្គមនិយមបដិវត្តន៍ពិតប្រាកដដោយចាប់ផ្ដើមនៅឆ្នាំ1966លោកម៉ៅបានលើកទឹកចិត្តយុវជនដែលគេស្គាល់ថាជាឆ្មាំក្រហមឲ្យប្រកួតប្រជែងនិងបំផ្លាញអ្វីដែលហៅថាគំនិតចាស់គំរិលទាំង4នោះគឺគំនិតចាស់វប្បធម៌ចាស់ទំនៀមទម្លាប់ចាស់និងទម្លាប់ចាស់អ្វីដែលបានចាប់ផ្ដើមជាយុទ្ធនាការដើម្បីផ្លាស់ប្ដូរវប្បធម៌មិនយូរប៉ុន្មានបានពង្រីកទៅជាការតស៊ូនយោបាយកាន់តែទូលំទូលាយបដិវត្តន៍វប្បធម៌បានរីករាលដាលយ៉ាងឆាប់រហ័សពីពេញប្រទេសចិនគ្រូបង្រៀននិងសាស្ត្រាចារ្យត្រូវបានវាយប្រហារបញ្ញវន្តត្រូវបានគេធ្វើទុកបុកម្នេញមន្ត្រីរដ្ឋាភិបាលត្រូវបានចោទប្រកាន់ថាជាអ្នកដើរតាមគន្លងមូលធននិយមការអនុវត្តវប្បធម៌ប្រពៃណីនិងវត្ថុប្រវត្តិសាស្ត្រត្រូវបានវាយប្រហារនិងបំផ្លាញនៅក្នុងតំបន់មួយចំនួនសាលារៀននិងសាកលវិទ្យាល័យត្រូវបានរំខាននិងផ្អាកយ៉ាងធ្ងន់ធ្ងរយុទ្ធនាការនយោបាយបានរីករាលដាលពីពេញប្រទេសរូបគំនូររបស់លោកម៉ៅបានលេចឡើងគ្រប់ទីកន្លែងសម្រងសម្ដីរបស់លោកត្រូវបានសិក្សានិងផ្សព្វផ្សាយការគោរពបុគ្គលិកលក្ខណៈរបស់លោកបានក្លាយជាធំសម្បើមប៉ុន្តែគោលដៅសំខាន់បំផុតច្រើនតែជានយោបាយម្នាក់នៅក្នុងចំណោមអ្នកលេចធ្លោបំផុតគឺលោកលាវសៅឈីលោកលាវសៅឈីបានក្លាយជាប្រធានាធិបតីចិនក្នុងឆ្នាំ1959បន្ទាប់ពីចលនាមហាលុតផ្លោះមហាអស្ចារ្យលោកបានគាំទ្រគោលនយោបាយស្ដារសេដ្ឋកិច្ចជាក់ស្ដែងក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌អ្នកគាំទ្រលោកម៉ៅបានចោទប្រកាន់លោកលាវថាដើរតាមមាគ៌ាមូលធននិយមលោកលាវសៅឈីត្រូវបានដកចេញពីអំណាចក្នុងឆ្នាំ1968លោកបានស្លាប់នៅក្នុងពន្ធនាគារក្នុងឆ្នាំ1969បន្ទាប់ពីការធ្វើបាបយ៉ាងធ្ងន់ធ្ងរនិងការថែទាំសុខភាពមិនគ្រប់គ្រាន់លោកតេងសៀពីងក៏ត្រូវបានបណ្តេញចេញផងដែរប៉ុន្តែលោកតេងត្រូវបានគេប្រព្រឹត្តខុសពីលោកលាវលោកត្រូវបានដកចេញពីតំណែងរបស់លោកហើយនៅទីបំផុតត្រូវបញ្ជូនទៅជាងស៊ីជាកន្លែងដែលលោកធ្វើការនៅក្នុងរោងចក្រត្រាក់ទ័រមួយគាត់ឯកាខាងនយោបាយប៉ុន្តែគាត់បានរស់រានមានជីវិតហើយលោកតេងផងដែររឿងរបស់លោកក្លាយជារឿងដ៏សំខាន់ខ្លាំងណាស់បន្ទាប់ពីមរណភាពរបស់លោកម៉ាត់បងប្អូនមានអិសរាជជនសំខាន់ខ្លាំងម្នាក់ទៀតក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌គឺលោកជូអែនឡាយលោកជូអែនឡាយគឺជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំកុម្មុយនីសជាន់ខ្ពស់បំផុតចាប់តាំងពីសម័យបដិវត្តន៍ដំបូងលោកបានក្លាយជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ1949ហើយនៅតែជានាយករដ្ឋមន្ត្រីរហូតដល់លោកទទួលមរណភាពក្នុងឆ្នាំ1976មិនដូចជាលោកលាវសៅឈីនិងលោកតេងសៀពីងទេលោកជូអែនឡាយនៅតែស្ថិតនៅក្នុងរដ្ឋាភិបាលកណ្ដាលពេញមួយបដិវត្តន៍វប្បធម៌ហេតុអ្វីហេតុផលមួយគឺថាជាទូទៅលោកជូអែនឡាយមិនបានប្រឆាំងដោយផ្ទាល់ជាមួយគោលនយោបាយកម្ពុជារបស់លោកម៉ៅទេហើយលោកជូអែនឡាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សារដ្ឋចិនឲ្យដំណើរការក្នុងអំឡុងពេលនៃភាពវឹកវរលោកបានខិតខំរក្សារដ្ឋបាលនៃរដ្ឋាភិបាលការទូតឧស្សាហកម្មនិងមុខងារសំខាន់ៗផ្សេងទៀតពេលខ្លះលោកបានធ្វើអន្តរាគមន៍ដើម្បីការពារមន្ត្រីអ្នកបញ្ញវន្តអ្នកវិទ្យាសាស្ត្រវិចិត្រករនិងស្ថាប័នវប្បធម៌ពីការធ្វើទុកបុកម្នេញខាងនយោបាយផងដែរប៉ុន្តែសមត្ថភាពរបស់លោកក្នុងការការពារប្រជាជនមានកម្រិតព្រោះលោកម៉ៅនៅតែជាមេដឹកនាំដ៏លេចធ្លោប៉ុន្តែលោកជូអែនឡាយបានក្លាយជាអិសរាជជនដ៏សំខាន់ម្នាក់ដែលធ្វើឲ្យមានស្ថិរភាពលោកក៏មានសារៈសំខាន់ចំពោះគោលនយោបាយការបរទេសរបស់ប្រទេសចិនផងដែរក្នុងឆ្នាំ1972ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Richard Nixon បានទៅទស្សនកិច្ចប្រទេសចិនលោកជូអែនឡាយបានដើរតួនាទីជាការទូតដ៏សំខាន់មួយនៅក្នុងការបើកផ្លូវប្រវត្តិសាស្ត្ររវាងប្រទេសចិននិងសហរដ្ឋអាមេរិកបងប្អូនមានអិសរាជជនសំខាន់ម្នាក់ទៀតគឺលោកលីនបាវលោកលីនបាវបានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតម្នាក់របស់លោកម៉ៅហើយត្រូវបានតែងតាំងជាផ្លូវការថាជាអ្នកស្នងតំណែងរបស់លោកម៉ៅក្នុងឆ្នាំ1969ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានដួលរលំនៅទីបំផុតក្នុងឆ្នាំ1971លោកលីនបាវបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះខណៈពេលកំពុងព្យាយាមចាកចេញពីប្រទេសចិនមូលហេតុនៅតែមិនច្បាស់លាស់ការស្លាប់របស់លោកបានបង្ហាញពីអស្ថិរភាពនៃបរិយាកាសនយោបាយរបស់ប្រទេសចិនយ៉ាងខ្លាំងទន្ទឹមនឹងនេះប្រទេសចិនកំពុងចាប់ផ្ដើមផ្លាស់ប្ដូរជំហរអន្តរជាតិរបស់ខ្លួនការបើកផ្លូវទៅកាន់សហរដ្ឋអាមេរិកបានបន្តប៉ុន្តែនៅក្នុងប្រទេសចិនបដិវត្តន៍វប្បធម៌បានបន្តប៉ះពាល់ដល់ការអប់រំនយោបាយវប្បធម៌និងជីវិតប្រចាំថ្ងៃបន្ទាប់មកបានមកដល់ឆ្នាំ1976នៅក្នុងខែមករាលោកជូអែនឡាយបានទទួលមរណភាពការស្លាប់របស់លោកបានបង្កឲ្យមានការកាន់ទុក្ខជាសាធារណៈយ៉ាងខ្លាំងនៅក្នុងខែមេសាបាតកម្មធំបានធ្វើឡើងនៅទីក្រុងប៉េកាំងជុំវិញពិធីបុណ្យឆេងម៉េងបន្ទាប់មកនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1976លោកម៉ៅសេតុងបានទទួលមរណភាពលោកមានអាយុ82ឆ្នាំការស្លាប់របស់លោកបានសម្គាល់ចុងបញ្ចប់នៃយុគសម័យដ៏អស្ចារ្យមួយប៉ុន្តែការតស៊ូដើម្បីអនាគតរបស់ប្រទេសចិនមិនទាន់បញ្ចប់នៅឡើយទេបន្ទាប់ពីការស្លាប់របស់លោកម៉ៅប្រទេសចិនបានធ្លាក់ចូលក្នុងការប្រជែងដណ្ដើមតំណែងដ៏សំខាន់មួយក្នុងចំណោមសម្ព័ន្ធមិត្តនយោបាយរ៉ាឌីកាល់បំផុតរបស់លោកម៉ៅមានអិសរាជជន4រូបដែលក្រោយមកត្រូវបានគេស្គាល់ថាជាក្រុមជើងកលาง4នាក់ទី1គឺអ្នកស្រីជាងឈីភរិយារបស់លោកម៉ៅលោកហ្សាងឈុនឈៀវលោកយ៉ាវវិនយ៉ាងនិងលោកវ៉ាងហុងវិនពួកគេបានក្លាយជាអ្នកមានឥទ្ធិពលយ៉ាងពិសេសក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ប៉ុន្តែការស្លាប់របស់លោកម៉ៅបានផ្លាស់ប្ដូរតុល្យភាពនយោបាយទាំងស្រុងអិសរាជជន
ឈានមកគេថ្មីគឺលោកហ៊ូគូហ្វេងលោកហ៊ូគូហ្វេងធ្លាប់ជានាយករដ្ឋមន្ត្រីនៅពេលដែលលោកជួនឡាយបានទទួលមរណភាពហើយបានទទួលគាំទ្រពីលោកម៉ៅមិនយូរប៉ុន្មានមុនពេលលោកម៉ៅស្លាប់ប៉ុន្តែលោកហ៊ូគូហ្វេងមិនមែនជាលោកម៉ៅទេគាត់ត្រូវការការគាំទ្រពីមេដឹកនាំជាន់ខ្ពស់បកនិងនយោបាយផ្សេងទៀតដែលមានការគាំទ្រពីអិសរាជជនរួមមានលោកយេជីជីងនិងលោកវ៉ាងដុងស៊ីងលោកហ៊ូគូហ្វេងបានរៀបចំការចាប់ខ្លួនក្រុមជើងកាង4នាក់នៅថ្ងៃទី6ខែតុលាឆ្នាំ1976ការចាប់ខ្លួនបានបញ្ចប់បដិវត្តន៍វប្បធម៌យ៉ាងមានប្រសិទ្ធភាពក្រោយមកក្រុមជើងកាង4នាក់ត្រូវបានកាត់ទោសនៅឆ្នាំ1980ឆ្នាំ1981ប៉ុន្តែមានចំណុចប្រវត្តិសាស្ត្រសំខាន់មួយក្រុមជើងកាង4នាក់មិនបានបង្កើតបដិវត្តន៍វប្បធម៌ដែលខ្លួនឯងទេលោកម៉ៅទេដែលបានចាប់ផ្ដើមចលនានេះនៅឆ្នាំ1966ហើយនៅតែជាមានដឹកនាំលេចធ្លោរបស់ខ្លួនក្រុមជើងកាង4នាក់បានក្លាយជាអ្នកមានអំណាចនៅក្នុងចលនានយោបាយដែលលោកម៉ៅបានបង្កើតតែប៉ុណ្ណោះបន្ទាប់ពីមរណភាពរបស់លោកម៉ៅលោកហ៊ូគូហ្វេងដំបូងឡើយបានក្លាយជាមេដឹកនាំកម្ពុជារបស់ប្រទេសចិនប៉ុន្តែបរិសម្នាក់ទៀតកំពុងរងចាំនៅផ្ទៃខាងក្រោយគឺលោកតេងស៊ីភីងចាំគាត់ទេលោកតេងស៊ីភីងត្រូវបានបណ្តេញចេញក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ប៉ុន្តែគាត់បានរួចជីវិតគាត់ត្រូវបានស្ដារនីតិសម្បទានិងវិលត្រឡប់ទៅកាន់ជីវិតនយោបាយជាន់ខ្ពស់វិញនៅឆ្នាំ1977នៅឆ្នាំ1978លោកតេងបានក្លាយជាអិសរាជជនដែលមានឥទ្ធិពលបំផុតនៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសចិនប៉ុន្តែនេះជាអ្វីដែលគួរឲ្យចាប់អារម្មណ៍លោកតេងមិនដែលក្លាយជាប្រធានាធិបតីចិនក្នុងអំឡុងពេលដែលគាត់មានអំណាចខ្លាំងបំផុតនោះទេគាត់ក៏មិនដែលក្លាយជាប្រធានបកកុម្មុយនីសផងដែរផ្ទុយទៅវិញលោកតេងស៊ីភីងបានក្លាយជាមេដឹកនាំដ៏សំខាន់របស់ប្រទេសចិនតំណែងសំខាន់បំផុតមួយរបស់លោកគឺប្រធានគណៈកម្មការយោធាកណ្ដាលដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិននេះបង្ហាញពីលក្ខណៈពិសេសដ៏សំខាន់មួយនៃប្រព័ន្ធនយោបាយរបស់ប្រទេសចិនអ្នកដែលមានឥទ្ធិពលនយោបាយច្រើនបំផុតមិនចាំបាច់កាន់តំណែងជាប្រធានាធិបតីទេលោកតេងបានប្រើប្រាស់ឥទ្ធិពលរបស់លោកដើម្បីផ្លាស់ប្ដូរទិសដៅសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ1970ប្រទេសចិនបានផ្លាស់ប្ដូរឆ្ពោះទៅរកកំណែទម្រង់សេដ្ឋកិច្ចនិងការបើកចំហការលើកទឹកចិត្តផ្នែកកសិកម្មបានកើនឡើងទីផ្សារត្រូវបានដាក់បញ្ចូលអាជីវកម្មឯកជនកាន់តែមានសារៈសំខាន់ការវិនិយោគបរទេសត្រូវបានលើកទឹកចិត្តហើយប្រទេសចិនបានបើកទ្វារកាន់តែរឹងមាំចំពោះសេដ្ឋកិច្ចពិភពលោកតេងមិនបានបោះបង់ចោលការគ្រប់គ្រងរបស់បកកុម្មុយនីសទេផ្ទុយទៅវិញលោកបានលើកកម្ពស់អ្វីដែលត្រូវបានគេស្គាល់ថាជាសង្គមនិយមដែលមានលក្ខណៈចិននេះជាមូលហេតុដែលលោកតេងត្រូវបានគេពិពណ៌នាជាញឹកញាប់ថាជាសាបច្ចៈករសំខាន់នៃកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនដូច្នេះបងប្អូនតែយើងគួរចងចាំលោកម៉ៅសេតុងយ៉ាងដូចម្តេចចម្លើយគឺស្មុគស្មាញភាពជំនុំជម្រះប្រវត្តិសាស្ត្រសំខាន់របស់លោកគឺទូលំទូលាយលោកបានប្រមូលផ្ដុំអំណាចនយោបាយយ៉ាងច្រើនលោកអត់ឱនតិចតួចណាស់ចំពោះការប្រឆាំងគោលនយោបាយរបស់លោកបានលើកកម្ពស់យុទ្ធនាការនយោបាយទ្រង់ទ្រាយធំហើយការសម្រេចចិត្តរបស់លោកបានរួមចំណែកដល់ទុក្ខវេទនាដល់មនុស្សយ៉ាងច្រើនក្នុងពេលជាមួយគ្នានេះលោកម៉ៅនិងបកកុម្មុយនីសបានផ្លាស់ប្ដូរប្រទេសចិនសាធារណរដ្ឋប្រជាមានិតបាននាំមកនូវការបង្រួបបង្រួមនយោបាយទៅកាន់ដីគោកបន្ទាប់ពីសង្គ្រាមនិងការបែកបាក់អស់ជាច្រើនទសវត្សរ៍រដ្ឋាភិបាលបានពង្រីកអក្ខរកម្មនិងការអប់រំការថែទាំសុខភាពនិងសេវាសាធារណៈជាមូលដ្ឋានបានពង្រីកប្រទេសចិនបានអភិវឌ្ឍសមត្ថភាពឧស្សាហកម្មនិងយោធាហើយបកកុម្មុយនីសបានបង្កើតប្រព័ន្ធនយោបាយដែលបន្តគ្រប់គ្រងចិនដីគោករហូតដល់សប្តាហ៍នេះប៉ុន្តែការពលីគឺធំធេងណាស់បងប្អូនចលនាមហាលុតផ្លោះមហាចារ្យបានបង្កឲ្យមានទូរភ័ក្រដ៏អន្តរាយបដិវត្តន៍វប្បធម៌បានបង្កើតការធ្វើទុកបុកម្នេញនយោបាយយ៉ាងទូលំទូលាយនិងការរំខានសង្គមមនុស្សរាប់លាននាក់បានជួបប្រទះនឹងការជាប់ពន្ធនាគារការបង្ខំឲ្យធ្វើការផ្លាស់ទីលំនៅការបាត់បង់ការអប់រំឬទម្រង់ផ្សេងទៀតនៃការបៀតបៀនដូច្នេះលោកម៉ៅនៅតែជាមេដឹកនាំដ៏ចម្រុងចម្រើនបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាចុងក្រោយតើលោកម៉ៅសេតុងជានរណាបងប្អូនយើងសង្ខេបមកវិញគឺគាត់កើតនៅឆ្នាំ1893នៅពេលដែលប្រទេសចិនកំពុងបានគ្រប់គ្រងដោយអធិរាជគាត់បានក្លាយជាបដិវត្តន៍មហនិយមគាត់បានចូលរួមជាមួយចលនាកុម្មុយនីសក្នុងអំឡុងឆ្នាំដំបូងនៃបកកុម្មុយនីសចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1921គាត់បានបង្កើតយុទ្ធសាស្ត្របដិវត្តន៍ដែលផ្ដោតសំខាន់ទៅលើប្រជាជនជនបទរបស់ប្រទេសចិនគាត់បានរួចពីជីវិតក្នុងអំឡុងពេលយុទ្ធនាការដំណើរដ៏វែងឆ្ងាយគាត់បានដឹកនាំចលនាកុម្មុយនីសឆ្លងកាត់សង្គ្រាមប្រឆាំងនឹងជប៉ុននិងសង្គ្រាមស៊ីវិលចិនហើយនៅឆ្នាំ1949គាត់បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែភាពជាអ្នកដឹកនាំរបស់គាត់ក៏បានបង្កើតគ្រោះមហន្តរាយដ៏ធំបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើបផងដែរចលនាមហាលុតផ្លោះមហាអស្ចារ្យបានព្យាយាមផ្លាស់ប្ដូរប្រទេសចិនក្នុងល្បឿនបន្ថបន្តាប៉ុន្តែបានបង្កឲ្យមានគ្រោះទូរភ័ក្រដ៏មហន្តរាយបដិវត្តន៍វប្បធម៌បានចង់ព្យាយាមបន្តស្មារតីបដិវត្តន៍របស់ប្រទេសចិនប៉ុន្តែបានក្លាយជាទស្សវត្សរ៍នៃការបៀតបៀននយោបាយការបះបោរសង្គមនិងទុក្ខវេទនាលោកម៉ៅបានទទួលមរណភាពនៅឆ្នាំ1971ដែលបន្សល់ទុកនៅប្រទេសមួយដែលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងអ្នកស្នងតំណែងពីគាត់នៅទីបំផុតបានផ្លាស់ប្ដូរគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់គាត់ខណៈពេលដែលរក្សាការគ្រប់គ្រងរបបរបស់បកកុម្មុយនីសដដែលហើយនេះប្រហែលជារឿងសំខាន់បំផុតដែលត្រូវយល់អំពីលោកម៉ៅគាត់មិនគ្រាន់តែជាអ្នកផ្លាស់ប្ដូររដ្ឋាភិបាលចិនទេគាត់បានផ្លាស់ប្ដូរទិសដៅនៃប្រវត្តិសាស្ត្រចិនមរតករបស់គាត់គឺជារឿងរ៉ាវនៃបដិវត្តន៍និងអំណាចនៃមហិច្ឆតានិងការផ្លាស់ប្ដូរនៃសមិទ្ធផលនយោបាយដ៏ធំសម្បើមនិងការបាត់បង់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរដើម្បីយល់ពីប្រទេសចិនសម័យទំនើបវាស្ទើរតែមិនអាចទៅរួចទេក្នុងការជៀសវាងការយល់ដឹងអំពីលោកម៉ៅសេតុង
ដូច្នេះវីដេអូនេះបានមកដល់ទីបញ្ចប់ដែរហើយប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like ជា channel បើកការជំរុញសម្រាប់ផ្សាយវីដេអូផ្សេងៗបន្ថែមទៀតអំពីប្រវត្តិសាស្ត្រពិភពលោកបដិវត្តអរិយធម៌បច្ចេកវិទ្យាព្រឹត្តិការណ៍ផ្លាស់ប្ដូរពិភពលោករបស់យើងសូមអរគុណសម្រាប់ការទស្សនាសូមអរគុណសូមជម្រាបលា